រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ Indo-Pacific នៃក្រសួងការបរទេស Commonwealth និងអភិវឌ្ឍ Britain នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាសម្ដេចមហាបពិតធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ Barroning Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ Indo-Pacific នៃក្រសួងការបរទេស Commonwealth និងអភិវឌ្ឍ Britain ចូលជួបសម្ដែងការកុសលនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅក្នុងឱកាសនេះជំនុំលោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង Britain និងកម្ពុជាដោយលោកជំទាវបានគូបញ្ជាក់ថាប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាប្រពៃណីនិងយូរអង្វែងជាមួយគ្នាទន្ទឹមនឹងនេះលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាកម្ពុជាគឺជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកជំទាវក្នុងតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ Indo-Pacific បន្ថែមពីលើនេះលោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះការបើកចំហនិងឆន្ទៈមុតមមរបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីស្វែងរកកាលានុវត្តភាពនិងសក្តានុពលថ្មីៗសម្ដៅគាំទ្រគ្នាទៅវិញទៅមកនិងជាផលប្រយោជន៍រួមនៃប្រទេសនិងប្រជាជនទាំងពីរខណៈពេលដែលប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀតដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវក៏បានបញ្ជាក់ជាថ្មីថា Britain នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជានិងសកម្មភាពបោសសម្អាតមីននិងយុទ្ធភ័ណ្ឌបន្តផ្ទុះនៅកម្ពុជាជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនៅការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាល Britain ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅ Britain សម្ដេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានៅក្នុងឱកាសនេះគឺជាការបន្តរឹតចំណងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំឡើងថែមទៀតសម្ដេចធិបតីបានគូសរំលែងអំពីកិច្ចសហប្រតិបត្តិការជាច្រើនដែលប្រទេសទាំងពីរបានសហការគ្នានិងបានសង្កត់ធ្ងន់អំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀតសម្ដេចធិបតីបានអរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានធ្វើទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសិកកម្ពុជាដោយសារចំនួនព្រំដែនកម្ពុជាថៃសម្ដេចធិបតីនិងលោកជំទាវរដ្ឋមន្ត្រីក៏បានបន្តពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើនរួមមានអប់រំទេសចរណ៍សន្តិសុខនិងការពិជាការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុំការផ្លាស់ប្ដូរប្រជាជននិងប្រជាជនក៏ដូចជាការតបភ្ជាប់គ្នារវាងវិស័យឯកជននិងឯកជនសម្ដេចធិបតីបានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានសង្កត់ធ្ងន់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ